ការចរចាសន្តិភាពអ៊ុយក្រែនជាប់គាំងខណៈដែលរុស្ស៊ីបានបញ្ចេញរលកវាយប្រហារដ៏ធំការចរចារយៈពេល3ថ្ងៃរវាងមន្ត្រីអ៊ុយក្រែននិងសហរដ្ឋអាមេរិកបានបញ្ចប់ដោយគ្មានភាពជឿនលឿនទៅមុខខណៈដែលរុស្ស៊ីបានចាប់ផ្ដើមការវាយប្រហារតាមអាកាសដ៏ធំបំផុតមួយរបស់ខ្លួនលើទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនការចរចានៅរដ្ឋ Florida បានបញ្ចប់នៅថ្ងៃសៅរ៍ដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានពិពណ៌នាអំពីការហៅទូរស័ព្ទជាមួយបេសកជនអាមេរិកលោក Steve Witkoff និងលោក Jared Kushner ថាជាកុសលឹមសារទោះបីជាភាគីទាំងពីរទទួលស្គាល់ថាវឌ្ឍនភាពដ៏មានអត្ថន័យអាស្រ័យទាំងស្រុងលើឆន្ទៈរបស់ទីក្រុងមូស្គូក្នុងការស្វែងរកសន្តិភាពពិតប្រាកដក៏ដោយភាពជាប់គាំងនេះបង្ហាញពីគម្លាតរវាងកិច្ចខិតខំប្រឹងប្រែងការទូតនិងការពិតដ៏លំបាកនៅលើដីជាកន្លែងដែលកងកម្លាំងរុស្ស៊ីបន្តឈានទៅមុខនៅភាគខាងកើតអ៊ុយក្រែនមន្ត្រីអ៊ុយក្រែនបាននិយាយថារុស្ស៊ីបានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកចំនួន553គ្រឿងនិងមីស៊ីលចំនួន51គ្រាប់នៅក្នុងការវាយប្រហារពេញមួយយប់តែបានចាប់ផ្ដើមនៅថ្ងៃសុក្រដោយវាយប្រហាររោងចក្រថាមពលនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងប្រទេសយ៉ាងហោចណាស់មានមនុស្ស8នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះតែរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងលោក Ihar Klimenko បានបញ្ជាក់ថាបានវាយប្រហារទីតាំងដាច់ដោយឡែកចំនួន29ការវាយប្រហារនេះបានកាត់ផ្តាច់ថាមពលជាបណ្ដោះអាសន្នទៅកាន់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia តែបង្កើនការព្រួយបារម្ភថ្មីអំពីសុវត្ថិភាពរេអាក់ទ័រយោងតាមទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិរោងចក្រនេះដែលស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ីចាប់តាំងពីដើមដំបូងនៃការឈ្លានពានរបស់ទីក្រុងមូស្គូត្រូវការអគ្គិសនីជាបន្តបន្ទាប់ដើម្បីធ្វើឲ្យត្រជាក់រេអាក់ទ័រចំនួន6ដែលបិទនិងការពីការបរាជ័យដ៏មហន្តរាយលោក Zelensky បាននិយាយអំពីការវាយប្រហារចុងក្រោយនេះដោយកត់សម្គាល់ថាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយបានបំផ្លាញស្ថានីយ៍រថភ្លើងមួយក្នុងទីក្រុង Fastiv ជិតទីក្រុងគៀវកងទ័ពអាកាសបានរាយការណ៍ថាការការពារដែនអាកាសអ៊ុយក្រែនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន585គ្រឿងនិងមីស៊ីលចំនួន30គ្រាប់ទីក្រុងមូស្គូបានអះអាងថាការវាយប្រហាររបស់ខ្លួនបានកំណត់គោលដៅលើសហគ្រាសឧស្សាហកម្មយោធានិងកន្លែងផលិតថាមពលដែលគាំទ្រពួកគេដោយអះអាងថាគោលដៅដែលបានកំណត់ទាំងអស់ត្រូវបានវាយប្រហារការជំរុញផ្នែកការទូតនេះកើតឡើងនៅពេលដែលសក្តានុពលសមរភូមិកាន់តែពេញចិត្តរុស្ស៊ីកងកម្លាំងរបស់ទីក្រុងមូស្គូកំពុងខិតជិតប៉ូក្រឺសដែលជាមជ្ឈមណ្ឌលភស្តុភារកម្មចាស់នៅក្នុងតំបន់ Donetsk របស់អ៊ុយក្រែនហើយស្ទើរតែបានឡោមព័ទ្ធទីក្រុងជិតខាងមៀណូរ៉ាតកងទ័ពរុស្ស៊ីបានកាន់កាប់ដីប្រហែល505គីឡូម៉ែត្រការ៉េ195ម៉ាយការ៉េក្នុងខែវិច្ឆិកាតែមួយនេះដែលស្ទើរតែទ្វេដងនៃការដណ្ដើមយកទឹកដីរបស់ខេតុលាឥឡូវនេះរុស្ស៊ីគ្រប់គ្រងស្ទើរតែទាំងស្រុងនៃតំបន់ Luhansk ដែលនៅជិតខាងនឹងកាន់កាប់ទឹកដីឆ្នេរសមុទ្រភាគច្រើនដែលលាតសន្ធឹងដល់ Kherson ខ្សែជួរមុខភាគច្រើនមានស្ថិរភាពតាមបណ្ដោយទីតាំងទាំងនេះទោះបីជាទីក្រុងមូស្គូបន្តធ្វើការជឿនលឿនបន្តិចម្ដងក៏ដោយប្រធានាធិបតីបារាំង Emmanuel Macron នឹងជួបជាមួយ Zelensky រួមជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងអធិការបតីអាល្លឺម៉ង់ Friedrich Merz នៅទីក្រុងឡុងនៅថ្ងៃច័ន្ទដើម្បីវិយតម្លៃការចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកលោកម៉ាក្រុងបានថ្កោលទោសគឺផ្លូវការឡើងរបស់រុស្ស៊ីហើយទូចថាយើងត្រូវតែបន្តដាក់សម្ពាធលើរុស្ស៊ីឲ្យបង្ខំវាឲ្យបង្កើតសន្តិភាពកិច្ចចរចានៅទីក្រុងម៉ៃអាមីបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំមួយកាលពីថ្ងៃអង្គាររវាងលោក Witkoff លោក Kushner និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុងមូស្គូដែលមិនបានសម្រេចកិច្ចព្រមព្រៀងមួយសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្របានទទួលស្គាល់ថាវឌ្ឍនភាពពិតប្រាកដឆ្ពោះទៅរកកិច្ចព្រមព្រៀងណាមួយអាស្រ័យលើប្រទេសរុស្ស៊ីដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះសន្តិភាពរយៈពេលវែងរួមទាំងជំហានឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងដោយបន្ថែមភាពស្មុគស្មាញមួយទៀតព្រះរាជអាជ្ញារងនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិបាននិយាយកាលពីថ្ងៃសុក្រថាដីកាចាប់ខ្លួនលោកពូទីនពីបទឧក្រិដ្ឋកម្មសង្គ្រាមដែលត្រូវបានចោទប្រកាន់នៅក្នុងប្រទេសអ៊ុយក្រែនមិនអាចបញ្ឈប់បានដោយការចរចាសន្តិភាពនោះទេដីការចាប់ខ្លួននេះអាចត្រូវបានពន្យាពេលជាបណ្ដោះអាសន្នដោយសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិព្រះរាជអាជ្ញាណាសាទ សាមេម ខាន់ បានប្រាប់អ្នកយកព័ត៌មានដោយសង្កត់ធ្ងន់ថាត្រូវតែមានលទ្ធភាពនៃការទទួលខុសត្រូវដើម្បីឲ្យសន្តិភាពស្ថិតស្ថេរលោកពូទីនបានបង្ហាញសញ្ញាថាលោកនឹងមិនបន្ទន់ការទាមទារទឹកដីរបស់លោកទេដោយបញ្ជាឲ្យកងកម្លាំងរុស្ស៊ីរៀបចំសម្រាប់ប្រតិបត្តិការប្រយុទ្ធរដូវរងាជាបន្តបន្ទាប់នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Al Jazeera នៅថ្ងៃទី6ធ្នូឆ្នាំ2025អាហ្វហ្គានីស្ថាននិយាយថាមានអ្នកស្លាប់4នាក់ក្នុងការបាញ់ប្រហារយ៉ាងខ្លាំងជាមួយកងកម្លាំងប៉ាគីស្ថាន
អាញាធរអាហ្វហ្គានីស្ថាននិយាយថាជនស៊ីវិល4នាក់ត្រូវបានសម្លាប់បន្ទាប់ពីការបាញ់ប្រហារយ៉ាងខ្លាំងជាមួយកងកម្លាំងប៉ាគីស្ថានតាមបណ្ដោយព្រំដែនរួមរបស់ពួកគេខណៈដែលភាពតានតឹងរវាងប្រទេសជិតខាងអាស៊ីខាងត្បូងកើនឡើងបន្ទាប់ពីការចរចាសន្តិភាពនៅអារ៉ាប៊ីសាអូឌីតបានបរាជ័យក្នុងការសម្រេចបាននូវភាពជឿនលឿនអភិបាលស្រុកស្ពេនបូដារបស់ប្រទេសអាហ្វហ្គានីស្ថានក្នុងខេត្តកាន់ដាហាបានបញ្ជាក់ពីការស្លាប់នេះនៅថ្ងៃសៅរ៍មន្ត្រីមកពីភាគីទាំងពីរបាននិយាយថាការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅយប់ថ្ងៃសុក្រដោយប្រទេសទាំងពីរចោទប្រកាន់គ្នាទៅវិញទៅមកថាបានបើកការបាញ់ប្រហារមុននៅក្នុងការបង្ហោះមួយនៅលើអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថានសេបាសារ៉េហ្វបាននិយាយថាវាគឺជាកងកម្លាំងអាហ្វហ្គានីស្ថានដែលបានអនុវត្តការបាញ់ប្រហារដោយគ្មានការញុះញង់តាមបណ្ដោយព្រំដែនសាម៉ានអ្នកនាំពាក្យម៉ូសារ៉ាហ្វសៃឌីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប៉ាគីស្ថាននៅតែប្រុងប្រយ័ត្ននិងបដិញ្ញាចិត្តយ៉ាងពេញលេញក្នុងការធានាបូរណភាពទឹកដីរបស់ខ្លួននិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់យើងអ្នកស្រុកនៅខាងព្រំដែនអាហ្វហ្គានីស្ថានបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាការបាញ់ប្រហារគ្នាបានផ្ទុះឡើងនៅម៉ោងប្រហែល 10:30 យប់ម៉ោងក្នុងស្រុកម៉ោង 18:00 និងមានរយៈពេលប្រហែល 2 ម៉ោងលោកអាលីម៉ូហាម៉ាត់ហាក់ម៉ាល់ប្រធាននាយកដ្ឋានព័ត៌មានរបស់ខេត្តកាន់ដាហាបានប្រាប់ AFP ថាកងកម្លាំងប៉ាគីស្ថានបានវាយប្រហារដោយកាំភ្លើងធំស្រាលនិងធ្ងន់ហើយការបាញ់កាំភ្លើងត្បាល់បានវាយប្រហារផ្ទះជនស៊ីវិលលោកបានបន្ថែមថាការប៉ះទង្គិចគ្នាបានបញ្ចប់ហើយភាគីទាំងពីរបានយល់ព្រមបញ្ឈប់ទំនាក់ទំនងរវាងអាហ្វហ្គានីស្ថាននិងប៉ាគីស្ថានបានបែកបាក់ចាប់តាំងពីពួកតាលីបង់បានវិលត្រឡប់មកកាន់អំណាចវិញនៅឆ្នាំ 2021 ដែលភាគច្រើនដោយសារតែការចោទប្រកាន់របស់អ៊ីស្លាមាបាតថាកាប៊ុលកំពុងផ្ដល់ជំរកដល់ក្រុមប្រដាប់អាវុធជាច្រើនរួមទាំងពួកតាលីបង់ប៉ាគីស្ថានពួកតាលីបង់ប៉ាគីស្ថានបានធ្វើយុទ្ធនាការជាបន្តបន្ទាប់ប្រឆាំងនឹងរដ្ឋប៉ាគីស្ថានចាប់តាំងពីឆ្នាំ 2007 ហើយត្រូវបានគេពិពណ៌នាជាញឹកញាប់ថាជាកូនភ្លោះមនោគមវិជ្ជារបស់ពួកតាលីបង់អាហ្វហ្គានីស្ថានថ្មីនេះនៅថ្ងៃពុធការបំផ្ទុះគ្រាប់បែកតាមដងផ្លូវនៅប្រទេសប៉ាគីស្ថាននៅជិតព្រំដែនអាហ្វហ្គានីស្ថានតែពួកតាលីបង់ប៉ាគីស្ថានអះអាងបានសម្លាប់មន្ត្រីប៉ូលីសប៉ាគីស្ថាន 3 នាក់ប៉ាគីស្ថានក៏ចោទប្រកាន់អាហ្វហ្គានីស្ថានពីបទផ្ដល់ជំរកដល់កងទ័ពរំដោះបាឡូជីស្ថាននិងសាខា ISIS ក្នុងស្រុកមួយដែលត្រូវបានគេស្គាល់ថារដ្ឋអ៊ីស្លាមខេត្តខូរ៉ាសានទោះបីជារដ្ឋអ៊ីស្លាមខេត្តខូរ៉ាសានគឺជាសត្រូវស្ពតរបស់តាលីបង់អាហ្វហ្គានីស្ថានក៏ដោយក្រុមតាលីបង់អាហ្វហ្គានីស្ថានបដិសេធការចោទប្រកាន់នេះដោយនិយាយថាខ្លួនមិនអាចទទួលខុសត្រូវចំពោះសន្តិសុខនៅក្នុងប្រទេសប៉ាគីស្ថានបានទេហើយបានចោទប្រកាន់ទីក្រុងអ៊ីស្លាមាបាតពីបទផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនានិងបង្កភាពតានតឹងតាមព្រំដែនការប្រយុទ្ធគ្នាដ៏សាហាវមួយសប្តាហ៍នៅតាមព្រំដែនរួមរបស់ពួកគេបានផ្ទុះឡើងនៅក្នុងខេត្តតូឡាដែលបង្កឡើងបន្ទាប់ពីទីក្រុងអ៊ីស្លាមាបាតទាមទារឲ្យទីក្រុងកាបូលគ្រប់គ្រងក្រុមអ្នកប្រយុទ្ធឲ្យបង្កើនការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថានមនុស្សប្រហែល 70 នាក់ត្រូវបានសម្លាប់នៅសងខាងនៃព្រំដែននិងរាប់រយនាក់ទៀតរងរបួសមុនពេលមន្ត្រីអាហ្វហ្គានីស្ថាននិងប៉ាគីស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់នៅរដ្ឋធានីដូហារបស់ប្រទេសកាតានៅថ្ងៃទី 19 ខែតុលា ទោះជាយ៉ាងណាក៏ដោយកិច្ចព្រមព្រៀងនោះត្រូវបានបន្តដោយការចរចាមិនជោគជ័យជាបន្តបន្ទាប់ដែលរៀបចំដោយប្រទេសកាតាប្រទេសទូគីនិងអារ៉ាប៊ីសាអូឌីតដែលមានគោលបំណងពង្រឹងបទឈប់បាញ់រយៈពេលវែងការចរចាជុំចុងក្រោយបំផុតដែលបានធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីចុងសប្តាហ៍មុនបានបរាជ័យក្នុងការសម្រេចបាននូវភាពទម្លាយមួយទោះបីជាភាគីទាំងពីរបានយល់ព្រមបន្តបទឈប់បាញ់ដ៏ផុយស្រួយរបស់ពួកគេក៏ដោយទោះបីជាការពិតក៏ដោយទីក្រុងកាបូលបានចោទប្រកាន់ប្រទេសជិតខាងរបស់ខ្លួនថាបានធ្វើការវាយប្រហារតាមអាកាសម្ដងហើយម្ដងទៀតនៅក្នុងខេត្តភាគខាងកើតរបស់ប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីនេះការវាយប្រហារមួយដែលត្រូវបានគេរាយការណ៍ថាធ្វើឡើងដោយយោធាប៉ាគីស្ថានលើផ្ទះមួយនៅខេត្តខូសភាគអាគ្នេយ៍របស់ប្រទេសអាហ្វហ្គានីស្ថាននៅចុងខែវិច្ឆិកាត្រូវបានគេរាយការណ៍ថាបានសម្លាប់កុមារ 9 នាក់និងស្ត្រីម្នាក់ប៉ាគីស្ថានបានបដិសេធថាខ្លួនបានធ្វើការវាយប្រហារបែបនេះណាមួយឡើយនេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Al Jazeera នៅថ្ងៃទី 6 ធ្នូ ឆ្នាំ 2025 កាណាដាដកស៊ីរីចេញពីបញ្ជីរដ្ឋដែលគាំទ្រភេរវកម្មកាណាដាបានដកស៊ីរីចេញពីបញ្ជីរដ្ឋរបស់ខ្លួនដែលគាំទ្រភេរវកម្មដោយលើកឡើងពីចលនាស្រដៀងគ្នានេះដោយសហរដ្ឋអាមេរិកក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរីលោកអាមេតអល់សារ៉ាដើម្បីជំរុញស្ថិរភាពរបស់ប្រទេសការប្រកាសនៅថ្ងៃសុក្រនេះបានកើតឡើងនៅពេលដែលប្រទេសស៊ីរីកំពុងរៀបចំប្រារព្ធខួប1 ឆ្នាំ
ចាប់តាំងពីការផ្ដួលរំលំមេដឹកនាំយូរអង្វែងបាសាអាល់អាសាក្រសួងការបរទេសកាណាដាបាននិយាយថាខ្លួនក៏កំពុងលុបចោលការកំណត់ភេរវកម្មសម្រាប់ហាយ៉ាតដារ៉េអាល់សាំដែលជាក្រុមដែលបានដឹកនាំសម្ព័ន្ធមិត្តដែលបានជួយដកលោកអាល់អាសាចេញនៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងបាននិយាយថាការសម្រេចចិត្តទាំងនេះមិនត្រូវបានយកស្រាលទេវាបាននិយាយថាវិធានការទាំងនេះគឺស្របតាមការសម្រេចចិត្តថ្មីដែលធ្វើឡើងដោយសម្ព័ន្ធមិត្តរបស់យើងរួមទាំងចាប់ភពអង់គ្លេសនិងសហរដ្ឋអាមេរិកហើយធ្វើតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអន្តរកាលស៊ីរីដើម្បីជំរុញស្ថិរភាពរបស់ស៊ីរីកសាងអនាគតដែលរួមបញ្ចូលនិងមានសុវត្ថិភាពសម្រាប់ពលរដ្ឋរបស់ខ្លួននិងធ្វើការជាមួយដៃគូស្ករដើម្បីពង្រឹងស្ថិរភាពក្នុងតំបន់និងប្រឆាំងភេរវកម្មប្រទេសកាណាដាបានចុះបញ្ជីប្រទេសស៊ីរីថាជាគរដ្ឋគាំទ្រភេរវកម្មក្នុងឆ្នាំ2012ខណៈដែលការបង្ក្រាបការតវ៉ាគាំទ្រលទ្ធប្រជាធិបតេយ្យរបស់លោកអាល់អាសាដបានធ្វើឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលហ៊ីសត្រូវបានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយដោយសារតែមានទំនាក់ទំនងជាមួយអាល់កៃដាប៉ុន្តែរដ្ឋលោកខាងលិចជាច្រើនបានដកក្រុមនេះចេញពីបញ្ជីដើម្បីអនុញ្ញាតឲ្យមានកិច្ចសហការកាន់តែប្រសើរឡើងជាមួយរដ្ឋាភិបាលស៊ីរីថ្មីចាប់តាំងពីឡើងកាន់អំណាចមកមេដឹកនាំថ្មីរបស់ប្រទេសស៊ីរីបានព្យាយាមបំបែកចេញពីអតីតកាលដ៏ហិង្សារបស់ពួកគេនិងបង្ហាញរូបភាពមធ្យមជាងមុនដល់ប្រជាជនស៊ីរីនិងមហាអំណាចបរទេសក្រសួងបាននិយាយថាខ្លួននៅតែរក្សាទណ្ឌកម្មលើបុគ្គលស៊ីរីចំនួន56នាក់រួមទាំងអតីតមន្ត្រីមកពីអតីតរដ្ឋាភិបាលរបស់លោកអាល់អាសាដនិងសមាជិកគ្រួសារប្រធានាធិបតីដែលត្រូវបានផ្ដួលរំលំសហរដ្ឋអាមេរិកបានផ្អាកទណ្ឌកម្មមួយផ្នែកប្រឆាំងនឹងប្រទេសស៊ីរីកាលពីខែមិថុនាហើយបន្ទាប់មកបានបន្តការផ្អាកនៅក្នុងខែវិច្ឆិកាបន្ទាប់ពីការចរចារវាងលោកអាល់សារ៉ានិងភាគីអាមេរិករបស់លោកគឺលោកដូណាល់ត្រាំនៅឯសេតវិមានប៉ុន្មានថ្ងៃមុនកិច្ចប្រជុំនោះសហរដ្ឋអាមេរិកបាននិយាយថាលោកអ៊ូសេរ៉ាលែងជាគភេវករសកលដែលត្រូវបានចាត់តាំងជាពិសេសទៀតហើយលោកអាល់សារ៉ាដែលធ្លាប់ដឹកនាំសាខាអាល់កៃដានៅស៊ីរីបានបំបែកចេញពីក្រុមនេះក្នុងឆ្នាំ2016ចាប់តាំងពីដកលោកអាល់អាសាដចេញលោកអាល់សារ៉ាបានបង្កើតរូបភាពរបស់គាត់ឡើងវិញបន្ថែមទៀតដោយលុបចោលឈ្មោះក្លែងក្លាយអាប៊ូម៉ូហាមេតអាល់ជូឡានីសម្រាប់ឈ្មោះកំណើតរបស់គាត់និងលើកកម្ពស់ប្រទេសស៊ីរីដែលមានការអត់អន់និងរួមបញ្ចូលមេដឹកនាំបណ្ដោះអាសន្នរូបនេះក៏បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីដើមឆ្នាំនេះផងដែរដោយនិយាយថាប្រទេសរបស់លោកកំពុងទាមទារយកកន្លែងត្រឹមត្រូវរបស់ខ្លួនមកវិញក្នុងចំណោមប្រជាជាតិនានានៃពិភពលោកហើយបានស្វែងរកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបនេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានអាល់សាហ្វីរ៉ានៅថ្ងៃទី6ធ្នូឆ្នាំ2025